Rương Tê Sĩ Chò Than Nô Rụa 333 គឺជាលេខកូដទូរស័ព្ទដែលហៅមកខ្ញុំនៅយប់មួយសំឡេងដ៏ស្រួយស្រេះរបស់នារីម្នាក់ឧបទានឡើងជំរាបសួរនាងខ្ញុំទូរស័ព្ទពីឋាននរកដើម្បីអញ្ជើញលោកចូលរួមដំណើរទេសចរឋានយើងខ្ញុំលោកមិនបាច់ភ្ញាក់ផ្អើលអីទេហើយក៏មិនបាច់រៀបចំអីវ៉ាន់អីដែរបន្តិចទៀតនឹងមានក្រុមការងារនៃក្រសួងទេសចរយើងខ្ញុំទៅទទួលយកព្រលឹងលោកហើយខាងស្ថាប័ននរកយើងធានារ៉ាប់រងចំពោះថ្លៃធ្វើដំណើរការស្នាក់នៅនិងការហូបចុកដោយមិនអោយលោកចំណាយប្រាក់ផ្ទាល់ខ្លួនឡើយឥឡូវសូមលោកចូលសម្រានតាមធម្មតាចុះហើយកុំប្រាប់នរណាពីរឿងនេះឲ្យសោះបើមិនដូច្នេះយើងនឹងលុបចោលការអញ្ជើញនេះជម្រាបលាអេប្រញាប់ដល់ហើយនារីខ្មោចម្នាក់នេះនិយាយលឿនដូចម៉ាស៊ីនហើយអត់ទុកឱកាសឲ្យខ្ញុំបានសួរឆ្លើយឆ្លងអីសោះគិតមិនអីចេះមានគេអញ្ជើញទៅទេសចរឋាននរកបែបនេះវាជាដំណើរទេសចរដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំម៉ោង 12 រំលងអាត្រៀតក៏មានសេនាខ្មោច 2 នាក់មកហៅប្រលឹងខ្ញុំចេញពីខ្លួនអញ្ជើញខ្ញុំទៅជិះរថភ្លើងក្រោមដីមួយដ៏ទំនើបនៅទីនោះខ្ញុំឃើញមនុស្សប្រហែល10នាក់អ្នកធ្លាប់ទៅលេងស្ថាននរកទេជាសំណួររបស់បុរសចំណាស់ម្នាក់សួរទៅអ្នកដែលអង្គុយក្បែរខណៈដែលរថភ្លើងចេញដំណើរស្ត្រីម្នាក់នោះឆ្លើយតបថាជាលើកទី1ហើយឬថាមិនងាយបានទៅលេងទេណាមុននេះគ្រាន់តែឮគេទូរស័ព្ទប្រាប់ខ្ញុំរំភើបទាល់តែសន្លប់គ្មានបានផ្ដាំផ្ញើកូនចៅអីទេរួចដឹងថាហេតុអីគេអញ្ជើញពួកយើងទៅទេឮថាគេចង់ជូនរង្វាន់ដល់មនុស្សល្អឲ្យបានទស្សនាឋាននរកព្រោះដល់យើងស្លាប់គឺហោះទៅឋានសួគ៌តែម្ដងមិនបានចូលលេងឋាននរកទេចុះទៅលេងយូរអត់ខ្ញុំត្រូវតែមើលថែជំងឺអ្នកម្ដាយជរារបស់ខ្ញុំផងមិនអីទេយ៉ាងយូរមួយយប់ប៉ុណ្ណោះភ្ញាក់ឡើងយើងនៅគេងលើក្រែក្នុងផ្ទះយើងវិញហើយខ្ញុំក៏ប្រញាប់ទៅធ្វើបុណ្យវិញដែរព្រោះស្អែកត្រូវចុះទៅចែកអំណោយដល់កុមារកំព្រានៅឯជ័យក្រុងផងរថភ្លើងទៅមុខគ្មានឈប់កាត់ក្រោមដីដ៏ងងឹតឈឹងរួចក៏ឈប់នៅចំណតស្ថាននរកសំឡេងមួយបន្លឺឡើងចេញពីមីក្រូសូមអញ្ជើញអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ចុះពីរថភ្លើងខណៈនេះលោកអ្នកបានមកដល់ឋាននរកហើយយើងខ្ញុំសូមស្វាគមន៍ដំណើរទេសចររបស់អស់លោក Lady and Gentlemen ជាសំឡេងភាសាអង់គ្លេសផ្ទួនអត្ថន័យពួកយើងក៏នាំគ្នាចុះពីលើរថភ្លើងរួចឃើញខ្មោចជាច្រើនស្លៀកពាក់ស្អាតបាតឈរតម្រៀបគ្នាញញឹមទទួលពួកយើងនារីខ្មោចម្នាក់ទំនាក់ទំនងជាមគ្គុទ្ទេសក៍ទេសចរបានបន្លឺណែនាំដល់ក្រុមទេសចរយើងឲ្យស្គាល់លោកអភិបាលក្រុងនេះគឺជាលោកអភិបាលក្រុងរបស់យើងដែលលោកបានអញ្ជើញមកស្វាគមន៍ដំណើររបស់អស់លោកទាំងអស់គ្នាខ្ញុំងាកទៅតាមដៃរបស់ម្ចាស់សំឡេងក៏ឃើញបុរសចំណាស់ម្នាក់ស្លៀកពាក់បុរាណចងក្បិនកំពុងញញឹមពោព្រៃមកកាន់ពួកយើងលោកអភិបាលមានប្រសាសន៍ថាតាំងនាមខ្ញុំជាអភិបាលក្រុងនរកសូមស្វាគមន៍ភ្ញៀវមនុស្សទាំង10រូបក្រសួងទេសចរឋាននរកយើងបានក្រុងរៀបចំដំណើរកម្សាន្តសម្រាប់មនុស្សល្អជិត 1000 ឆ្នាំមកហើយថ្ងៃនេះលោកអ្នកគឺជាភ្ញៀវល្អចំនួនទី1នៃឋាននរកយើងសំឡេងទះដៃលាន់រំពងស្ទើរពេញឋាននរកហើយបន្ទាប់មកមនុស្សម្នាក់ក៏ទទួលបាននូវការវិភាគនៃដំណើរកម្សាន្តជាមួយនឹងចិត្តដ៏សែនរំភើបនិយាយដល់ត្រឹមនេះសម្រិតស្ងាត់ជ្រាបធ្វើឲ្យអ្នកស្ដាប់ស្រែកឡើងរួចវាយ៉ាងម៉េចទៀតសម្រិតងាកទៅនរកលោកចង់ឲ្យឪពុកទាំងពោលថាចង់ដឹងមិនទៀតសួរគាត់ទៅរួចចោះក្រែងយើងនឹងជាអ្នកប្រឡងនិយាយរឿងខ្មោចឲ្យទៅសួរឪយ៉ាងម៉េចអ្នកស្ដាប់ម្នាក់ស្រែកឲ្យគេសម្រិតក៏ឆ្លើយទាំងទឹកមុខរញ៉ូបើយល់សុបិនដល់ត្រង់នឹងឪស្រាប់តែដាស់ឲ្យជូនគាត់ទៅបង្គន់លោកចောက်ធ្វើមុខអេះអុញព្រោះបាត់មុខដែលគាត់ខ្លាចខ្មោចមិនហ៊ានក្រោកទៅបង្គន់យប់តែឯងហើយអ្នកស្ដាប់គ្រប់គ្នាក៏ក្រវីក្បាលហួសចិត្ត
ព្រោះរឿងខ្មោចគ្មានអីគួរឲ្យខ្លាចហើយថែមទាំងនិយាយមិនចាប់ចុងចាប់ដើមទៀតរួចពេលនោះក៏មានម្នាក់ស្រែកខ្លាំងណាស់ហើយបើអូវដាស់ឲ្យភ្ញាក់ហើយទុកឲ្យអ្នកផ្សេងនិយាយម្ដងហើយរង្វាន់រឿងនេះចាំយល់សបិនទៅយកនៅឋាននរកទៅអ្នកសម្របសម្រួលក៏ដើរមកកន្លែងនិយាយរឿងផ្លាស់សម្រិតទាំងបន្លឺថាសូមអរគុណចំពោះបេក្ខជនទី1ហើយសូមអរគុណប្អូនអ្នកស្ដាប់ទាំងអស់កុំទាន់អាខឹងព្រោះរឿងអំបញ្ញមិញជាប់ឬមិនជាប់ស្រេចតែលើបងប្អូនឲ្យបន្ទុកតែជាបន្តទៀតនេះធានាថាបងប្អូនពិតជាពេញចិត្តព្រមទាំងព្រឹកឡើងបះសក់បានមិនខានអញ្ចឹងសូមស្នូទះដៃឲ្យលោកស្រឿនជាបេក្ខជនទី2ឡើងមកនិយាយរឿងដ៏រន្ធត់មួយមានចំណងជើងថាកូនខ្មោចនឹងណាតសូមអញ្ជើញបាទនាយកំលោះឈ្មោះសឿនសក់កាត់ខ្លីលាបប្រេងឡើងរលោងស្លៀកពាក់ទីនុយយ៉ាងលយដើរទៅកាន់ពន្លឺចង្កៀងនិទានរឿងខ្មោចហើយចេះនិយាយបើកឆាកបានគួរសមខ្ញុំបាទសូមអោនលំទោនកាយសំពះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជ្រាលជ្រៅបំផុតអំពីរូបខ្ញុំបាទហើយខ្ញុំបាទក៏សូមគោរពនិងជម្រាបសួរដល់បងប្អូនអ្នកសម្របសម្រួលកម្មវិធីនិងជាពិសេសជាងនេះទៅទៀតគឺលោកគណៈកម្មាធិការដែលផ្ដល់បន្ទុកដល់សុក្រិតយុត្តិធម៌ឲ្យខ្ញុំបាទហើយជាពិសេសជាងគេមែនតើនោះគឺសូមគោរពបងប្អូនអ្នកស្ដាប់ម្ដងទៀតព្រោះបងប្អូនក៏ជាគណៈកម្មការមេប្រយោគសំខាន់ដែលឲ្យបន្ទុកដល់ខ្ញុំដែរសូមអស់លោកអ្នកនាងកញ្ញាប្រណីនិងទទួលជ្រាបសឿនផ្អាដកដង្ហើមសិនរីឯអ្នកស្ដាប់ទាំងអស់គិតតែក្នុងចិត្តគ្រប់គ្នាថាម្នាក់នេះចេញមកស្ទីលតាប៉ែដូចលោកចော့អញ្ចឹងហើយនិយាយស្ដីពុករលួយសុំបន្ទុកគេតែម្ដងតែចាំមើលបើនិយាយរឿងស្ដាប់មិនខ្លាចចាំតែឲ្យបន្ទុកតើសឿនចាប់ផ្ដើមបន្តទៀតថាស្ថិតក្នុងបរិយាកាសដ៏មនោរម្យនេះផងដែរគេហាក់ស្ងៀមបន្តិចទៅនិយាយម្ដងទៀតស្ថិតក្នុងបរិយាកាសដ៏ព្រឺព្រួយនេះដែរខ្ញុំបាទសឿនសូមលើករឿងមួយនេះមានចំណងជើងថាកូនខ្មោចនឹងណាតដើម្បីនិយាយឲ្យមាមិញបងប្អូនរីករាយអូសំទោសដើម្បីឲ្យព្រឺសម្បុរកិញ្ចគក់សូមអញ្ជើញស្ដាប់ដូចតទៅរឿងខ្លីនេះក៏បានបញ្ចប់ត្រឹមនេះហើយរឿងនេះក៏នៅមានវគ្គបន្តនៅវីដេអូក្រោយសូមបងប្អូនជួយជាវឬ Subscribe ឬបងប្អូនមានជាសាច់រឿងសូមបងប្អូនជួយ comment នៅក្រោមវីដេអូនេះខាងប្អូននឹងដកស្រង់និងនិទានរឿងជូនសូមអរគុណ